សូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូចានាងខ្ញុំឈ្មោះហុកធីតាជាគ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសវត្តក្នុងកម្មវិធីសាលារៀនចំនួនថ្មីចាអញ្ចឹងនៅថ្ងៃនេះដែរនាងខ្ញុំនឹងមកធ្វើការចែករំលែកបន្តតាក់ទងជាមួយនឹងចាល្បែងធម្មពលវិញម្ដងអញ្ចឹងលោកគ្រូអ្នកគ្រូធ្លាប់បានមើលឃើញកន្លងមកខ្ញុំបានចែករំលែកអំពីល្បែងសិក្សាប៉ុន្តែថ្ងៃនេះនាងខ្ញុំនឹងធ្វើការចែករំលែកតាក់ទងជាមួយនឹងល្បែងធម្មពលចាអញ្ចឹងលោកគ្រូអ្នកគ្រូធ្លាប់បានអនុវត្តទេកន្លងមកតាក់ទងជាមួយនឹងល្បែងធម្មពលចាថាតើអ្វីទៅគឺជាល្បែងធម្មពលអញ្ចឹងនៅថ្ងៃនេះដែរនេះខ្ញុំនឹងធ្វើការចែករំលែកក៏ដូចជាចាមើលឃើញអំពីទស្សនវិជ្ជានៃការអនុវត្តល្បែងធម្មពលនៅក្នុងថ្នាក់រៀនតែម្ដងចាអញ្ចឹងយើងអាចនិយាយបានថាតើអ្វីទៅគឺជាល្បែងធម្មពលចាលោកគ្រូអ្នកគ្រូកន្លងមកប្រហែលជាធ្លាប់បញ្ចូលល្បែងធម្មពលនេះនៅក្នុងការបង្រៀនជាក់ស្ដែងហើយអញ្ចឹងនេះខ្ញុំចង់ធ្វើការចែករំលែកបន្ថែមថានៅពេលដែលយើងនិយាយដល់ល្បែងធម្មពលគឺជាការលេងសកម្មភាពដែលអាចបង្កភាពរីករាយចាកាត់បន្ថយនៅភាពងងុយគេងចាឬក៏ធុញទ្រាន់ហើយមិនត្រឹមតែប៉ុណ្ណោះទេគឺវាអាចផ្សារភ្ជាប់តាក់ទងជាមួយនឹងចាការបង្រៀនរបស់យើងកាន់តែមានភាពសកម្មជាងមុនអញ្ចឹងយើងឃើញថាល្បែងធម្មពលនេះគឺវាខុសពីល្បែងសិក្សាល្បែងសិក្សាគឺវាផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារមេរៀនឲ្យកាន់តែមានភាពស៊ីជម្រៅប៉ុន្តែល្បែងធម្មពលវិញគឺវាបង្កឲ្យមានបរិយាកាសរីករាយនៅក្នុងថ្នាក់រៀនហើយវាផ្សារភ្ជាប់ឲ្យមានភាពសកម្មនៅក្នុងចាការរៀនរបស់សិស្សយើងផងដែរចាអញ្ចឹងយើងសំណួរសួរថាតើយើងអាចចាប្រើប្រាស់ល្បែងធម្មពលនេះនៅពេលណាជាក់ស្ដែងនាងខ្ញុំនឹងលើកយកនៅល្បែងធម្មពលមួយប្រភេទដែលមានឈ្មោះថាប្រេះឆាអញ្ចឹងសំណួរសួរថាតើល្បែងប្រេះឆានេះអាចប្រើប្រាស់បាននៅពេលណាណាចាអញ្ចឹងនេះខ្ញុំយល់ឃើញថាល្បែងប្រេះឆានេះចាគឺអាចប្រើប្រាស់ចាដើម្បីធ្វើការផ្លាស់ប្ដូររបៀបនៃការចែករំលែកចម្លើយរបស់សិស្សចាអញ្ចឹងនៅក្នុងការលេងនេះគឺយើងចែកសិស្សជាដៃគូណាអញ្ចឹងលោកគ្រូអ្នកគ្រូនឹងអាចតាមដានបន្តជាមួយនឹងសកម្មភាពនៃការលេងរបស់កូនសិស្សយើងចាចំណុចទី2ចាល្បែងប្រេះឆានេះផងដែរវាជួយបង្កើននៅការចែករំលែកគំនិតរបស់សិស្សានុសិស្សអញ្ចឹងយើងឃើញថាយើងមានការអនុវត្តនៅយុទ្ធវិធីផ្សេងនៅក្នុងការចែករំលែកឧទាហរណ៍ថានៅពេលដែលលោកគ្រូអ្នកគ្រូយកយុទ្ធវិធី Sing Pair Share យកមកចែករំលែកតែយើងអត់បានបញ្ចូលល្បែងធម្មពលណាមួយយើងមើលឃើញថាការចែករំលែករបស់កូនសិស្សហ្នឹងវាអត់បានផុសផលទេអញ្ចឹងវាអាចបង្កើននៅការចែករំលែកគំនិតរបស់សិស្សបានផុសផលចាចំណុចទី3បង្កើតការចូលរួមរបស់សិស្សនិងធ្វើឲ្យបង្កភាពចារីករាយមានថាបរិយាកាសរីករាយអញ្ចឹងពេលខ្លះកូនសិស្សនៅពេលដែលយើងមានសកម្មភាពដដែលឧទាហរណ៍ Sing ហើយ Pair ហើយ Share អត់មានសកម្មភាពផ្សេងទៀតអញ្ចឹងការចូលរួមរបស់គាត់អាចនិយាយថាដដែលទៀតណាឃើញទេអញ្ចឹងបើសិនជាយើងអាចបញ្ចូលល្បែងធម្មពលណាមួយឲ្យវាស៊ីទៅនឹងចាយុទ្ធវិធីរបស់យើងគឺវាអាចធ្វើឲ្យកូនសិស្សចាប់អារម្មណ៍នៅក្នុងការចូលរួមហើយបង្កើននៅចាបរិយាកាសរីករាយតែម្ដងចាអញ្ចឹងយើងឃើញថាបន្ទាប់ពីលោកគ្រូអ្នកគ្រូចាអនុវត្តនៅយុទ្ធវិធីមួយដែលហៅថា Sing Pair Share ចប់មានន័យថាកូនសិស្សគាត់ចាប់ផ្ដើមគិតនៅចម្លើយរៀងខ្លួនចប់សពគ្រប់អញ្ចឹងយើងអាចបញ្ចូលលំហាត់ធម្មពលមួយឬក៏ល្បែងធម្មពលមួយចាដែលហៅថាប្រេះឆាអញ្ចឹងនៅក្នុងលំហាត់ធម្មពលប្រេះឆានេះចាគឺយើងមានសកម្មភាព3សំខាន់អញ្ចឹងយើងត្រូវណែនាំកូនសិស្សឲ្យច្បាស់អញ្ចឹងយើងមានសកម្មភាព3សំខាន់ទី1គឺយើងហៅថាចាអីគេទៅគូដណ្ដឹងចាអញ្ចឹងយើងធ្វើកាយវិការសំទោសគឺតកតងជាមួយនឹងសង្សារចាសង្សារយើងអោបដៃប្តីប្រពន្ធយើងបែរខ្នងដាក់គ្នាឃើញទេអញ្ចឹងយើងត្រូវបញ្យល់កូនសិស្សឲ្យច្បាស់ចាប្តីប្រពន្ធបែរខ្នងដាក់គ្នាចាអាចថាខឹងគ្នាពីកាលអញ្ចឹងណាចាបន្ទាប់មកទៀតគឺគូដណ្ដឹងអញ្ចឹងមានន័យថាគូដណ្ដឹងគឺយើងធ្វើកាយវិការម៉េចគឺមានន័យថាសុំស្នេហ៍លុតជង្គង់ចាសុំម្នាក់ទៀតរៀបការអញ្ចឹងទៅអញ្ចឹងនេះគឺជាកាយវិការគូដណ្ដឹងចាគឺយើងធ្វើកាយវិការ3សំខាន់ចាអញ្ចឹងនេះគឺជាសកម្មភាពនាងខ្ញុំសូមចែករំលែកម្ដងទៀតអញ្ចឹងកូនសិស្សគឺគាត់ចូលរួមធ្វើឧទាហរណ៍ថាប្តីប្រពន្ធចាអ
chẳng cứ dương bài non đã khnia bài này chà nâng cứ cài vì cá và đây pro bổn họ về hai dân sai mà đong tiệt thá song xa chẳng cứ kiện đầy khnia bài này cụ tự đăng chà cứ có tới lột trồng cúng chà sống hiện kỳ mà hàng tiệt sờ như có sống riệp cài chẳng tử chẳng như viên cài vì cá bay sầm khăn nắng để dương tới chà nay nuông từ can sợ ở dối hói chập đám chà lên hai nó để dương sai tháp precha quạt tới rốt chập đầy cú thầm mày chà chẳng bên này thang con sợ cứ quạt chập đám chập đầy cú hai ở hai chà chập đầy cú sọc cột ở hai bên tay dương có tới miền con sợ mình nè đại sẻ bên này thang quạt ta tua chỉ tua trên này miền hà chấm chập đầy cú ná để quạt rốt là dứt miền hà cana rốt dứt quạt từ đám đầy cú bỏ kì chà chẳng này cứ chia chà ca ăn ở vọt chạy đấy lúc cru này cru ai phần nứt mơ sẽ cam ở hiệp chà chẳng pe đàn niên nhom sai tha song xa chẳng quạt phơi cài vì ca song xa pe đá sai tha song xa cứ quạt chập đai khniaแบบnâng tại một đòn chà hoต่อมาទៀតប្តីប្រពន្ធchẳngគឺគាត់ចាប់ដើមធ្វើសកម្មភាពប្តីប្រពន្ធតមកទៀតសង្សារគូតដឹងគឺគាត់ធ្វើកាយវិការតាមដែលយើងប្រាប់ចាហើយចុងក្រោយពេលដែលយើងស្រ័យថាប្រេះឆាចាអញ្ចឹងមានន័យថាគាត់ត្រូវរត់ចាប់ដៃគូថ្មីដែលមិនមែនជាដៃគូទី1របស់គាត់ចាហើយអ្នកដដើមពេលនេះគឺគាត់ដដើមបានហើយអញ្ចឹងមានន័យថាកូនសិស្សម្នាក់ទៀតគឺគាត់ចាញ់គាត់នៅកណ្ដាលគាត់ចាំចាចាប់ដៃគូបន្ទាប់ចាអញ្ចឹងបន្ទាប់ពីកូនសិស្សគាត់លេងហើយចប់សពគ្រប់ចាគាត់បានដៃគូហើយចាគាត់ក៏ចាប់ផ្ដើមធ្វើការចែករំលែកចម្លើយបន្ទាប់ពីគាត់បានគិតចាអាចថាបន្ទាប់ពីគាត់ស៊ីងហើយចាយើងភ័យតាមរយៈការលេងលំហាត់ធម្មពលមិញនឹងហើយកូនសិស្សចាប់ផ្ដើមធ្វើការចែករំលែកចម្លើយហើយនៅក្នុងការចែករំលែកយើងឃើញហើយកូនសិស្សគឺគាត់ធ្វើការចាកត់ត្រានៅចំណុចសំខាន់ដែលមិត្តភ័ក្តិគាត់បានធ្វើការចែករំលែកចាអញ្ចឹងយើងអាចលេងលំហាត់នេះពីជុំអីចឹងទៅតាមពេលវេលាអញ្ចឹងយើងត្រូវ control ឬក៏គ្រប់គ្រងពេលវេលាឲ្យបានចាអញ្ចឹងដល់ជុំទី2គ្រូជាអ្នកបញ្ជាចាគូតដឹងអញ្ចឹងគាត់ធ្វើកាយវិការគូតដឹងចាបន្តមកទៀតប្តីប្រពន្ធចាគឺគាត់ធ្វើកាយវិការប្តីប្រពន្ធហើយបើខ្ញុំស្រ័យថាប្រេះឆាអញ្ចឹងកូនសិស្សហ្នឹងចាប់ដើមរត់ចាប់ដៃគូថ្មីតែមិនមែនជាដៃគូចាស់ហើយយើងក៏បានរកឃើញចាអ្នកដែលចាញ់អញ្ចឹងទៅហើយអ្នកដែលចាញ់ហ្នឹងអាចទុកគាត់ពីនៃអញ្ចឹងទៅតមកជុំទី2នេះគឺគាត់ចាប់ផ្ដើមចែករំលែកប៉ុន្តែយើងឃើញថាវាជាឱកាសមួយដែលកូនសិស្សទទួលបានដៃគូថ្មីនៅក្នុងការចែករំលែកចម្លើយរបស់គាត់ចាហើយចំពោះសំណួរដែលយើងដាក់អាស្រ័យលើលោកគ្រូអ្នកគ្រូប៉ុន្តែមើលពេលវេលាដែរបើពេលវេលាបរិញ្ញា45នាទីត្រឹម2សំណួរអីទៅគឺវាចាគ្រប់គ្រាន់ហើយអញ្ចឹងកូនសិស្សគឺគាត់អាចមានឱកាសនៅក្នុងការចែករំលែកចម្លើយហើយចម្លើយពេលខ្លះដៃគូខ្លះចាគាត់អាចចែករំលែកចម្លើយដូចគ្នាហើយគាត់ធ្វើការកត់ត្រាឬក៏ note ប៉ុន្តែលោកគ្រូអ្នកគ្រូក៏ត្រូវតែដើរពិនិត្យមើលពួកគាត់ដែរថាតើពួកគាត់សកម្មប៉ុណ្ណាចាតពីនឹងទៅគឺកូនសិស្សគឺគាត់ចាប់ផ្ដើមចាឡើងធ្វើបទបង្ហាញដូចទៅនឹងការអនុវត្តយុទ្ធវិធីផ្សេងទៀតអញ្ចឹងចាមានថាកូនសិស្សគឺគាត់អាចឡើងធ្វើបទបង្ហាញឬក៏មុននឹងបទបង្ហាញលោកគ្រូអាចឲ្យគាត់ទះដៃអញ្ចឹងទៅចាអញ្ចឹងការចែករំលែកបន្ទាប់ពីដៃគូហើយគឺយើងត្រូវតែឲ្យកូនសិស្សចែករំលែកទៅកាន់ក្រុមធំដើម្បីជាឱកាសមួយដែលកូនសិស្សអាចទទួលបានចម្លើយផ្សេងចាពីប្រភពនៃមិត្តភ័ក្តិរបស់គាត់ចាអញ្ចឹងនេះគឺជាការបញ្ចូលចាល្បែងសិក្សាល្បែងធម្មពលអធិស្ស្រ័យល្បែងធម្មពលផ្សារភ្ជាប់ចាបន្ទាប់ពីលោកគ្រូអ្នកគ្រូបានចូលរួមទស្សនាសកម្មភាពមិញតើយើងអាចដឹងបានទេជំហានសំខាន់នៃការលេងល្បែងធម្មពលមួយនេះចាមានប្រមាណចាសំខាន់អីខ្លះចាឥឡូវយើងមើលជំហានទី1ចាលោកគ្រូអ្នកគ្រូឃើញរូបភាពហ្នឹងហើយអញ្ចឹងយើងឃើញថាកូនសិស្សគឺគាត់ចាប់ផ្ដើមធ្វើការចាជាមានថាយើងចែកសិស្សជាដៃគូតែម្ដងចាអញ្ចឹងមានន័យថាបន្ទាប់ពីលោកគ្រូអ្នកគ្រូឲ្យសិស្សទៅគិតរកចម្លើយហើយយើងបញ្ចូលល្បែងធម្មពលមួយដែលហៅថាប្រេះឆាអញ្ចឹងមានន័យថាលោកគ្រូអ្នកគ្រូឲ្យកូនសិស្សធ្វើការចាប់ដៃគូចា2នាក់ចាបន្ទាប់ពីចាប់ដៃគូហើយចាលោកគ្រូអ្នកគ្រូត្រូវធ្វើការចាកំណត់លក្ខខណ្ឌឬក៏ពន្យល់ពីរបៀបលេងថាតើលក្ខខណ្ឌរបស់យើងមានអីខ្លះ
ចាអញ្ចឹងបន្ទាប់ពីលក្ខខណ្ឌហើយយើងអនុវត្តអញ្ចឹងខ្ញុំផ្សារភ្ជាប់ជាមួយលក្ខខណ្ឌដូចមិញអញ្ចឹងលក្ខខណ្ឌនៃការលេងលំហាត់ចាលបែងធម្មពលមួយនេះចាគឺយើងមានតួអង្គ3សំខាន់ដែលគាត់ត្រូវធ្វើកាយវិការតាមទី1គឺកាយវិការយ៉ាងម៉េចចាប្តីប្រពន្ធចាមានថាប្តីប្រពន្ធហ្នឹងគាត់ត្រូវបែរខ្នងដាក់គ្នាកាយវិការទី2គឺគូតដឹងកាយវិការទី3គឺចាសង្សារហើយនៅពេលដែលលោកគ្រូអ្នកគ្រូចង់ឲ្យកូនសិស្សធ្វើការផ្លាស់ប្ដូរដៃគូអញ្ចឹងយើងប្រើពាក្យថាប្រេះឆាអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូស្រែកថាប្រេះឆាកូនសិស្សគាត់នឹងធ្វើការចារត់ចាប់ដៃគូថ្មីនេះគឺតកតងជាមួយនឹងការអនុវត្តនៃការលេងអញ្ចឹងយើងមានជំហាន3សំខាន់មិញចាតួអង្គទី1គឺប្តីប្រពន្ធកាយវិការបែរខ្នងដាក់គ្នាទី2ចាគូសង្សារចាប់ដៃគ្នាស្និទ្ធទី3ចាគូដណ្ដឹងមានថាសុំស្រឡាញ់ឬក៏សុំរៀបការអញ្ចឹងទៅហើយលោកគ្រូអ្នកគ្រូស្រែកថាប្រេះឆាចាអញ្ចឹងនៅពេលដែលប្រេះឆាហ្នឹងកូនសិស្សរត់ចាប់ដៃគូថ្មីចាហើយពេលដែលចាប់ដៃគូបានហើយមិនមែនមានន័យថាចប់ទេគឺយើងឲ្យកូនសិស្សចែករំលែកនៅចម្លើយដែលគាត់បានរកឃើញនោះដើម្បីផ្លាស់ប្ដូរចម្លើយគ្នាទៅវិញទៅមកអញ្ចឹងតកតងជាមួយនឹងការលេងលោកគ្រូអ្នកគ្រូអាចលេង2ជុំអីចឹងទៅចាហើយក្នុងនោះកុំភ្លេចមានតួឈ្នានីសម្នាក់ដែលគាត់ចាំទៅដើមដៃគូរបស់គេប៉ុន្តែពេលដែលជជែកពិភាក្សាឬក៏ចែកម្លែកយើងអាចបញ្ចូលគាត់ទៅជាមួយនឹងចាបើសិនជាកូនសិស្សយើងសេះឲ្យមកក្រុមនោះ3នាក់ទៅអាចថាមិនជា pair ទេចាអាច3នាក់អញ្ចឹងទៅអញ្ចឹងនេះគឺការអនុវត្តនៃការលេងយើងមើលទៅលើម៉ោងពេលរបស់យើងដែរចាកុំលេងសប្បាយរហូតដល់ភ្លេចហើយលេងហើយគឺគាត់ធ្វើការចែករំលែកចម្លើយកត់ត្រាចម្លើយពីដៃគូរបស់គាត់ចាចំណុចបន្ទាប់ចាគឺកូនសិស្សគាត់ឡើងធ្វើការចែករំលែកចម្លើយដោយលោកគ្រូអ្នកគ្រូបានឃើញមិនអញ្ចឹងមានថាកូនសិស្សបន្ទាប់ពីគាត់ចែកជាដៃគូហើយអត់ទាន់ចប់ទៀតយើងត្រូវទុកពេលវេលាដើម្បីឲ្យកូនសិស្សចែករំលែកទៅកាន់ថ្នាក់របស់យើងក្រុមធំចាហើយជាឱកាសមួយដែលកូនសិស្សអាចសួរឆ្ងល់លៃតាមនឹងទៅហើយលោកគ្រូអ្នកគ្រូធ្វើការសរុបខ្លឹមសារតែម្ដងចាអញ្ចឹងយើងឃើញថានេះគឺជាការសរុបរួមតកតងជាមួយនឹងជំហានសំខាន់នៅក្នុងការអនុវត្តចាលបែងធម្មពលដែលឲ្យឈ្មោះថាប្រេះឆាចាយ៉ាងណាហើយលោកគ្រូអ្នកគ្រូបន្ទាប់ពីបានទស្សនាសកម្មភាពសិស្សានុសិស្សហើយនឹងខ្ញុំក៏បានធ្វើការសរុបរួមឡើងវិញតកតងជាមួយនឹងជំហានសំខាន់នៃការអនុវត្តចាលបែងធម្មពលមួយនេះអញ្ចឹងជឿជាក់ថាវានឹងជាសារៈប្រយោជន៍ចាទៅដល់លោកគ្រូអ្នកគ្រូដែលចង់លើកយកនៅចាលបែងធម្មពលមួយនេះដើម្បីបញ្ចូលទៅក្នុងការបង្រៀនរបស់លោកគ្រូអ្នកគ្រូចាជាចុងក្រោយនេះខ្ញុំសូមគោរពអរគុណនិងជម្រាបលាសូមលោកគ្រូអ្នកគ្រូជួបតែសេចក្តីសុខនិងចម្រុងចម្រើនចាសូមអរគុណសូមជម្រាបលា